បាទលេលឿនបន្ត Alejandro Garnacho លើកចូលបែនឃ្លៀសុទ្ធស្ដាប់ថាចូលមួយទៅនឹងសូនយ៉ាងណាអញ្ញាកដាមិនទាន់សម្រេចថាឲ្យទេអញ្ញាកដាមិនទាន់សម្រេចថាឲ្យ 100% ទេបាល់មិញកំហុសកន្លែងណាទស្សនានុភាពសាឡវិញបាទ Alejandro Garnacho ទប់មួយកាត់ចូលក្នុងបាទពេនអូប៉ះដៃឬក៏យ៉ាងម៉េចទស្សនានុភាពសាឡវិញអូបាល់នេះគឺប៉ះដៃបាទ Wesley Fofana បាទខ្សែការពាររបស់ Chelsea បាទប៉ះដៃបងប្អូនយើងអញ្ចឹងអាចនឹងអញ្ញាកដាដកវិញឬក៏យ៉ាងម៉េចចាំមើលសិននេតូកាត់ទៅស្លាប់ខាងឆ្វេង Alejandro Garnacho អត់ផុតទេបាទជាមួយនឹងខ្សែការពារ Jules Koundé យ៉ាម៉ាក្រោះចូលក្នុងប្រដាប់គ្រោះថ្នាក់មួយក្បាលថាស្ដាមចាប់បាល់បានពីអ្នកចាំទី Robert Sanchez របស់បាទ Chelsea យ៉ាងម៉េចហើយបាទ Fermin Lopez បាទត្រូវកន្លែងណាមិនបាទឆ្អល់បាត់ហើយបាទ Fermin Lopez ទស្សនារូបភាពសាឡវិញបាទការក្រោះចូលពី Lamine Yamal បាទហើយក៏អូចូលមកកែងបាទឆាឡបានឹងលេងយ៉ាងម៉េចទេបាទកាត់ឡើយបាទឆាឡបាបាទទស្សនារូបភាពសាឡវិញណែរំលោភយកតាមម្ដងបាទសម្រាប់ឆាឡបាបាទស្ទេវ៉ាវលើកចូលអសាយចំយ៉ាងមក Chelsea គេនេះសយមែនបាទពីរគ្រាប់អត់ឲ្យទាំងពីរបាទលើ Enzo Fernandez កំពុងតែបាទតវ៉ាបាទអសាយមែន3នាក់អស់បាទ Enzo Fernandez បាទ Wesley Fofana បាទ Pedro Neto បាទនេះបើសិនជាកំប៉ះក្បាលបាទឆាឡបាស់គឺឲ្យហើយបាទប៉ុន្តែយ៉ាងណាគឺចេតនាហើយបងប្អូនបាទគាត់មានកាយវិការអញ្ចឹងបើសិនជាមិនប៉ះក៏អញ្ញាកដាមិនឲ្យទេបាទអត់ឲ្យទេបាទអត់ឲ្យទេកូកូរ៉ាឡាកាត់ចូលក្នុងចូលមែនតើហើយ1-0ពីតាវឃីវ Chelsea ខ្ញុំឆ្ងល់ណាស់ហេតុអីបានជាខ្សែការពាររបស់ Chelsea អធិស្ឋានមកកីឡាកររបស់បាសេឡូណាបាទគាត់មិនផ្ដាច់បាល់ចេញបាទសុកចិត្តបលែងចោលបាទទាំងដែលបាល់ហ្នឹងគឺនៅជើងខ្លួនឯងទេបាទទៅដកជើងបលែងចោលបាទមើលពីក្រោយហ្នឹងគឺថាកីឡាករបាសេប៉ុន្តែមិនដឹងថាអ្នកណាគេបាទសូមមើលរូបភាពសាឡវិញមកបាទនេះបាទកូកូឡាបាទទម្លាក់ឲ្យអេស្តេវ៉ាវបាទកាត់បញ្ជូនមកខាងក្នុងត្រង់នេះចុយដូចអសាយទៀតបងប្អូនបាទកូកូឡាបាទតិចអសាយទៀតមែនហ្នឹងក្បាលនេះឆាយអត់ឲ្យទេបាទFerran Torres បាទនេះបាទ Ferran Torres មកតាមជើងដោយតាមជើងបងប្អូននេះមក Ferran Torres ប៉ះជើងបាទ Jules Koundé បាទតាមពិតគ្រាប់បាល់នេះគឺកីឡាកររបស់ Chelsea ទេបាទកីឡាកររបស់ថែមទៅថែមមកពី3នាក់ Enzo កាត់ទៅឆ្វេង Alejandro Garnacho ហ្វាំង Garnacho ទឹកស្ដាម Malo Castro ទៀតស្ដាមពី Russian អត់ចូលទេអូយបាទ Chelsea បុកដល់កហើយណែទប់មួយជាក់មកជើងបាទស្ដាំពី Russian បាទហោះរំលងរបស់ទីបាទ James បាទកាពីតិនក្រុមឱកាសក្របបាល់ទី2ពីក្រុមបាល់ទាត់តាវឃីវ Chelsea អូយអត់ចូលទេយ៉ាងណាយ៉ាងណាលើកទុងថាបាននេះគឺអស្តាយទៀតហើយអស្តាយច្រើនមែនទេបើសម្រាប់ Chelsea ថ្ងៃនេះAlejandro Garnacho កាត់ចូលថែមឆ្វេងចូល Andre Santos អសាយទៀតអើយងាប់តាំងអសាយទេថ្ងៃហ្នឹង Chelsea បាទតាំងទី1អសាយ2គ្រាប់អសាយ Alejandro Garnacho
បាទសារ Alejandro Garnacho បាទកុំឲ្យទូកសាច់បាទជើបញ្ជូនបន្តស្លាប់ស្ដាំទៅវិញហើយពី William Estevao សុទ្ធស្ដាំចូលពីគ្រាប់ William Estevao ជាអ្នកសុទ្ធគ្រាប់បាល់ទី2ឲ្យតោខៀវ Chelsea ដាក់បាន2-0 ទៅលើ FC Barcelona 2-0 នៅក្នុងនាទីទី55 William Estevao មួយគ្រាប់បាទគេអ្នកដែលគ្រាប់បាល់ដំបូងគឺជាគ្រាប់បាល់អូនហ្គោលរបស់ខ្សែការពារ Barcelona ខ្លួនឯង 2-0 ហើយប្រិមិត្តយើងបាទ Estevao បានណាស់បងយើងម៉ាំងភ្លក់ណេតូចោះឡើងទៅខាងលើបាទណេតូជាមួយនឹងបាទគូបាស៊ីណេតូសុទ្ធឆ្វេងអត់ចូលទេអូយបាទពេត្រូណេតូអស់ពីក្រោមមកម្នាក់ឯងបាទបានសុទ្ធទៀតណាបាទគូបាស៊ីអត់អាចបិទចិត្តទេបាទបិទជាប់ទេបាទជាមួយនឹងបាទពេត្រូណេតូណែទៅវិញហើយពេត្រូណេតូណេតូឲ្យមកស្លាប់ខាងឆ្វេងកាត់ចូលក្នុងថាប់ស្ដាំអសាយទៀតអសាយតាំងនៅលើបាទលេងអត់មើលគ្នាអញ្ចឹងមក Chelsea ណែអសាយឡើង2-3នាក់អានេះបាទលៀមទៅឡាប់អសាយឡើងប្រវាយណាណៃឲ្យមែនចូលអូខេណាខ្ញុំមិនដឹងនិយាយថាម៉េចនេះការបញ្ជូនទម្លាក់ពី Enzo Fernandez មកឲ្យលៀមដឡាប់នេះបាទឬមួយក៏ប៉ះជើងខ្សែការពាររបស់ Barcelona បងប្អូននេះនេះឡើយនេះមកគ្មានប៉ះឲ្យផងឆ្កឹះឡើងមកខាងលើឲ្យលៀមដឡាប់អាចទេគ្រាប់បាល់ទី4ដេឡាប់កាត់ទៅស្លាប់ស្ដាប់ Estevao ទម្លាក់សុទ្ធស្ដាំចាប់ជាប់ពីអ្នកចាំទីអូយ Enzo Fernandez បាទលោកអាញាកណ្ដាលសម្រាប់ផ្លុំវិច័យបញ្ចប់ការប្រកួត